Cái xương rôm này. Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងដែរដូចឃើញក្បាលវីដេអូអញ្ចឹងគឺថាពួកខ្ញុំចាប់មេស្អីហៅមេទេមិត្តភក្តិខ្ញុំវាហៅមេខ្ញុំខ្ញុំហៅតាមវាទៅព្រៃលើកទី1ដែលខ្ញុំចាប់ហើយធ្វើហូបមិត្តភក្តិខ្ញុំហៅមេខ្ញុំក៏ខ្ញុំហៅមេខ្ញុំដែរទៅគឺថាល្អមែនតើអ្នកទាំងអស់នេះធំណាគឺបើរសជាតិវិញគឺឆ្ងាញ់របៀបដូចចរិតកំពងអញ្ចឹងមេហ្នឹងខ្ញុំឃើញគេល្បីតាមទូរស័ព្ទគឺគេចាប់ធ្វើហូបអញ្ចឹងណាខ្ញុំឃើញក៏ខ្ញុំធ្វើតាមគេទៅគឺលើកទី1ដែលចាប់ហ៊ានចាប់ទៀតហូបបណ្ដើភ័យបណ្ដើកាច់ទៅពលតាតែមកពេលខ្ញុំថាវាធ្លាប់ហូបម្ដងហើយគេកុំភ័យហូបទៅខ្ញុំហូបតាមវាទៅតែមិនដឹងមេហ្នឹងមិនដឹងជាឈ្មោះអីប្រកបទេមេហ្នឹងគឺគេហៅខុសៗគ្នាអញ្ចឹងហើយគឺពិបាកហៅខ្ញុំហៅមេខ្ញុំចាប់ហ្នឹងខ្ញុំចាប់តាមដើម7វាមានត្រួយវាច្រើនវានៅតាមត្រួយអ្នកទាំងអស់គ្នាមើលទៅសម្បូរខ្លាំងជាងគេខ្ញុំលឺគេនិយាយថាសម្បូរខ្លាំងជាងគេគឺនៅតាមដើមស្វាយចន្ទីតែខ្ញុំអត់តាមហ្នឹងមានដើមស្វាយចន្ទីទេមានតែឆ្ងាយខ្ជិលទៅគឺចាប់តាមដើម7ចាប់បានតិចតួចដែរចាប់ពីដើមបានជិតកន្លះក្ដុងដែរតានេះបើនិយាយពីមេវិញមិនផាន់និយាយអ្នកទាំងអស់គ្នាមើលទៅគឺថាមេមែនតើគឺបើទូរស័ព្ទចោលមួយគឺល្ងឹតរោមគឺល្ងឹតថាមើលភ្លើងទូរស័ព្ទអត់ចង់ឃើញទេដើម7វារឿងខ្ពស់ដែរអ្នកទាំងអស់គ្នាមើលគឺចាប់ទៅគឺយើងតដាក់ក្ដុងយើងកាត់ក្ដុងដាក់នឹងអស័យយើងចាប់បានស្រួលចាប់តែបើយើងចាប់ដើរចាប់ឡើងចាប់គឺវាផ្អើលអត់ទៅណាឆ្ងាយទេគឺវាធ្លាក់តាមគល់ហ្នឹងឯងតែធ្លាក់តាមគល់នឹងគឺវាស្មៅវាចិត្តយើងមើលអត់ចង់ឃើញអញ្ចឹងហើយណាមួយយើងកាន់ភ្លើងទូរស័ព្ទផងវាមិនសូវភ្លឺឯងពីភ្លើងគោមបើភ្លើងទូរស័ព្ទវាភ្លឺឡែតអ្នកទាំងអស់គ្នាមើលមេទៅគឺមេធំហើយមើលទៅគឺទំនោរមែនតើគឺថាយើងទៅចាប់មកផ្លែតហ្នឹងគឺបានកន្លះក្ដុងដែរយើងរៀបចំមកវិញហើយគឺរៀបចំកាត់ភ្លើងកាត់អីឲ្យមិត្តភក្តិខ្ញុំវាប្រកាសអញ្ចឹងហើយវាធ្វើឲ្យខ្ញុំខ្ជិលខ្ញុំកាន់កាមេរ៉ាបើយើងចាប់បានប៉ុណ្្នឹងដែរគ្រាន់បើតែអ្នកទាំងអស់គ្នាចាប់មកផ្លែតទេណាវាចាំរៀបចំរៀបអីដាក់ខ្ទឹមដាក់អីបំពងហើយដាក់ខ្ទឹមដាក់អំបិលចេញស្ករអីយើងឆាវាស្រួយខ្ទឹមស្រួយអីវាក្តៅខ្លាញ់អញ្ចឹងហើយអ្នកទាំងអស់គ្នាបានមើលវីដេអូខ្ញុំហើយកុំភ្លេចជួយ like ក៏ដូចជា follow ឲ្យខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាអរគុណច្រើនអរគុណទុកជាមុនអ្នកទាំងអស់គ្នាចុចឲ្យខ្ញុំម្នាក់មួយផងកុំឲ្យខាត់ពេលយូរអ្នកទាំងអស់គ្នាមកមើលខ្ញុំធ្វើទាំងអស់គ្នាយូរប្រហែលមេស្អីនេះយើងក៏បានធ្វើឲ្យគឺមើលទៅទំនោរមែនតើអ្នកទាំងអស់គ្នាមើលគឺក្រហមតែម្ដងអត់មានភ្លុកមុនគេនេះយូរមកដល់សូទៀតអាហ្នឹងគេហូបទាំងស្លាប់វាក៏ហូបតែសាច់វាមិត្តភក្តិខ្ញុំថាហូបទាំងអស់ទៅតែមានអីហូបទៅគ្មានទេស្ពាយគ្មានដាច់ទេសម្បកវានឹងស្វិតអូឡាពេលនឹងស្វិតមែនតើអ្នកទាំងអស់គ្នាតែសម្រាប់ខ្ញុំគឺភ្លុកមួយចង់មួយទៀតភ្លុកមួយចង់មួយទៀតមើលទំនោរមែនតើហើយគឺពេលខ្ញុំកាត់វីដេអូហ្នឹងគឺខ្ញុំ clean ទៀតហើយទៅយប់ឡើងទៅចាប់ធ្វើហូបទៀតវីដេអូយើងក៏មានច្រើនដែរមានប៉ុណ្្នឹងបាយបាយអ្នកទាំងអស់គ្នាអាចធ្វើហូបបានបាយបាយ